Ôi, bon đi lăng tần nón nè. Ôi, đứa chị clear nè. Họ tao xa tanh bao xanh. Ôi, xa nâng mẹ nè, đa hộp bơ mà ngày admin khơi sao nè. Ê ôn, hồi nãy chú tinh bơ món đi mày. Ủa, quậy lụa bơ. Ừ. Ôi, pu là món nè, nhưng đa hộp mà ngày họ khơi. Hay, bơ nâng quậy lụa màn. Bơ nắng phu lụ mùi buôn phòn. Ê, thay mẹ. Quậy lụa cao kê chẳng. Miền nè, phu lụ pan nâng ta. Nhưng tên tập pi pon phèn bay pon sáng quậy lụa đọc buồn pon. Là qua này đa từ số này center. Nhà phu lụ thao những cái hay còn chuyện lọ được. Là nhưng sống bác tịch ban à. Bà ban, mơ ban. Mình ấy, bạc kê đây ta. Ta cho hay nó. Cho hay buôn phòn cứ buôn phòn. Là bản thay này. Là chọn tập pi nâng anh nhâm á. Ok. Hay quậy sao tập pi nâng này. Họ pí nâng. Rồi nãy trong tinh hay đầm đấy. Họ tới to này. Hay tâm em. Ê em. Mà pan nâng 7 phòn. Làm bơ pon. Ê 7 phòn này. Nè, hai ấy. Ok, này. Con chọn cô. Nhanh nhá. Nhanh. Cảm ơn anh cô. Rồi, bye. ព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងនេះហៅថាអតិផរណាតែជាបាតុភូតនៃការកើនឡើងនៃថ្លៃទំនិញនិងសេវាកម្មសប្តាហ៍ថ្ងៃដុល្លារអាមេរិកត្រូវបានប្រើប្រាស់ជាញឹកញាប់ដូចជាប្រាក់រៀលតែពីថ្លៃទំនិញប្រចាំថ្ងៃដល់ប្រេងឥន្ធនៈនិងសម្ភារៈអេឡិចត្រូនិកតម្លៃតែងតែត្រូវបានបង្ហាញជាប្រាក់ដុល្លារការអនុវត្តនេះខ្ល้ายទៅជារឿងធម្មតាបន្ទាប់ពីការប្រឈមរឿងផ្ទៃក្នុងនៅកម្ពុជានៅក្នុងទសវត្សរ៍1990ប៉ុន្តែការពឹងផ្អែកទៅលើដុល្លារនេះអាចនាំមកដល់ផលប៉ះពាល់ដែលមិនអាចរំពឹងទុកសេដ្ឋកិច្ចកម្ពុជាកំពុងតែពឹងផ្អែកទៅលើរូបិយប័ណ្ណដុល្លារយ៉ាងខ្លាំងមានន័យថាប្រជាជនប្រើប្រាស់ដុល្លារសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រតិបត្តិការប្រចាំថ្ងៃទោះជាវាជួយទប់ស្កាត់អតិផរណានៅអតីតកាលក្តីប៉ុន្តែបច្ចុប្បន្នកំពុងតែបង្រួបសមត្ថភាពរបស់រដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ជាតិក្នុងព័ត៌មានដ៏សំខាន់នៅថ្ងៃនេះយើងនៅពិនិត្យទៅលើមូលហេតុដែលបណ្ដាលឲ្យមានអតិផរណាកំពុងតែកើនឡើងហើយប៉ះពាល់ទៅដល់ជីវភាពប្រចាំថ្ងៃនិងការវិភាគអ្នកជំនាញតាមវិស័យសំខាន់ចំនួន3ធំមានដូចជាវិស័យវិទ្យាភ័ណ្ឌវិស័យទេសចរនិងវិស័យកសិកម្មអំពីស្ថានភាពដំណើរការក្រោមសម្ពាធនៃអតិផរណាក៏ដូចជាយុទ្ធសាស្ត្រជាក់ស្ដែងដែលពួកគាត់បានប្រើសម្រាប់ទប់ទល់នឹងបញ្ហានេះឥឡូវនេះខ្ញុំបញ្ជូនបងស្រីប៉ៃអ៊ីវិញដែលជាមន្ត្រីរាជការក្រសួងទេសចរដើម្បីស្ដាប់អំពីរបាយការណ៍បងស្រីវិញម្ដងចាជំរាបសួរអូនចង់តើបងស្រីអាចបង្ហាញពីទស្សនវិជ្ជាទូទៅអំពីស្ថានភាពបច្ចុប្បន្ននៃឧស្សាហកម្មទេសចរកម្ពុជាបានដែរទេចាអរគុណច្រើនអូនសម្រាប់សំណួរមួយនេះចឹងនាពេលបច្ចុប្បន្នហ្នឹងឧស្សាហកម្មទេសចរកម្ពុជាបានបង្ហាញភាពរឹងមាំមួយហើយក៏មានការរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់ដែរអូនបន្ទាប់ពីការរាតត្បាតនៃជំងឺ Covid-19 ហ្នឹងណាហើយក្នុងឆ្នាំ2024នេះតាមស្ថិតិដែលយើងទទួលបានគឺថាប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណជា6.7 លាននាក់ដែលជាការកើនឡើងប្រហែលដូចជា 22.9% បើប្រៀបធៀបទៅឆ្នាំ2023ហើយការកើនឡើងហ្នឹងគឺវាបាននាំឲ្យមានចំណូលប្រមាណដូចជា 3.6 ពាន់លានដុល្លារដែលគិតជាភាគរយទៅគឺ 9.4% នៃ GDP សរុបរបស់ប្រទេសកម្ពុជាយើងហ៎អូនចង់ក្រៅពីផ្នែករីកចម្រើនតើវិស័យនេះប្រឈមមុខទៅនឹងបញ្ហាឬក៏ឧបសគ្គណាខ្លះដែរចាអរគុណអូនចំពោះសំណួរមួយនេះវិញដែរគឺថាក្រសួងទេសចរយើងឥឡូវហ្នឹងគឺកំពុងតែផ្ដោតទៅលើតម្លៃជាពិសេសគឺដូចតម្លៃម្ហូបអាហារតម្លៃការស្នាក់នៅសន្តាគារអីហ្នឹងហើយនឹងតម្លៃការធ្វើដំណើរអីផ្សេងព្រោះថាឥឡូវហ្នឹងក៏ពួកយើងកំពុងតែតាមដានអតិផរណាដែរទោះបីជាអតិផរណារបស់កម្ពុជាហ្នឹងវាអត់ទាន់ឡើងខ្ពស់ខ្លាំងមែនប៉ុន្តែយើងនៅតែចេះតាមដានវាសន្សឹមចឹងណាអូនហើយមួយទៀតវិញដោយសារតែនៅខាងវិស័យទេសចរយើងគឺវាមានភាពទូលំទូលាយខ្លាំងចឹងទៅយើងក៏មានកត្តាផ្សេងទៀតដែលយើងត្រូវតែតាមដានមើលដែរឧទាហរណ៍ដូចជាស្ថានភាពសេដ្ឋកិច្ចទាំងស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅប្រទេសផ្សេងទៀតហើយនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកចឹងទៅហើយក៏យើងត្រូវត្រួតពិនិត្យមើលអំពីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសយើងអំពីសម្ដាប់ធ្នាប់សន្តិសុខអីរបស់ប្រទេសយើងអីជាដើមដោយសារតែដូចបងបាននិយាយមិញចឹងគឺថាវិស័យទេសចរគឺវាទូលំទូលាយចឹងទៅវាមានកត្តាជាច្រើនខាងមែនតើដែលបានចូលរួមមានឥទ្ធិពលទៅលើការមកដល់នៃភ្ញៀវទេសចរយើងចឹងណាអូនចាអញ្ចឹងបើនិយាយទៅបងស្រុកសេចក្តីមកវិញគឺថាបញ្ហាដែលពួកបងជួបក៏ដូចជាឧបសគ្គដែលពួកបងជួបហ្នឹងគឺវាមានច្រើនហើយពួកបងត្រូវតែតាមដានគ្រប់ច្រកតែម្ដងដើម្បីឲ្យការវិនិច្ឆ័យរបស់យើងហ្នឹងគឺវាមានភាព accurate ចឹងណាអូនអញ្ចឹងសម្រាប់បញ្ហាសេដ្ឋកិច្ចដូចជាអតិផរណាជាដើមតើក្រសួងទេសចរដោះស្រាយបញ្ហាដែលពាក់ព័ន្ធទៅនឹងសកម្មភាពទេសចរនេះដូចម្តេចខ្លះ
ចាអូនសម្រាប់សំណួរមួយហ្នឹងដូចដែលបងបាននិយាយចឹងថាអតិផរណាវាមានផលប៉ះពាល់ទៅលើវិស័យទេសចរណ៍ប៉ុន្តែវាមិនមែនជាកត្តាដ៏ធំមួយដែលមានឥទ្ធិពលលើវិស័យហ្នឹងចឹងណាអូនដើម្បីបញ្ជាក់ច្បាស់ទៀតទៅគឺថាបើតាមការស្រាវជ្រាវយើងបានរកឃើញថាអតិផរណាហ្នឹងកាលណាដែលវាកាន់តែកើនឡើងខ្លាំងភ្ញៀវទេសចរក៏អាចនឹងថយទៅតាមនឹងដែរហើយមូលហេតុវិញដូចណៃបានដឹងហើយថាអតិផរណាកាលណាមានអតិផរណាគឺថាតម្លៃអីវ៉ាន់គឺឡើងថ្លៃតែម្ដងតាំងពីតម្លៃម្ហូបអាហារតម្លៃស្នាក់នៅតម្លៃធ្វើដំណើរហ្នឹងគឺឡើងថ្លៃអញ្ចឹងពេលហ្នឹងភ្ញៀវទេសចរយើងគឺគាត់គិតតែមុននឹងគាត់ធ្វើដំណើរទៅប្រទេសមួយគាត់គិតហ្មងថាតម្លៃនៅប្រទេសហ្នឹងមិនដែរខ្ពស់អត់មិនអត់អញ្ចឹងកាលណាដែលតម្លៃឡើងថ្លៃធ្វើឲ្យអ្នកប្រើប្រាស់ហ្នឹងគឺគាត់មានទំនោរបន្ថយការចំណាយផ្ទាល់ខ្លួនរបស់គាត់អញ្ចឹងណាអូនហើយចំពោះយុទ្ធសាស្ត្រដែលខាងក្រសួងទេសចរធ្វើហ្នឹងគឺទី1គឺពួកបងតែងតែអាចថាចុះទៅត្រួតពិនិត្យមើលទៅតាមអាជីវកម្មអីផ្សេងជាពិសេសគឺខាងសន្តាគារហើយនិងខាងភោជនីយដ្ឋានឬក៏រមណីយដ្ឋានដែលនៅខាងតំបន់ទេសចរហ្នឹងគឺពួកបងតែងតែចុះទៅត្រួតពិនិត្យមើលថាតើតម្លៃរបស់ពួកគាត់ហ្នឹងគឺវាសមស្របអត់ហើយពួកបងតែងតែមានជាប្រកាសមួយហើយប្រាប់ទៅខាងពួកគាត់ចឹងណាថាតម្លៃគឺអត់អាចដាក់តម្លៃលើសលប់ពេកទេចំពោះភ្ញៀវទេសចរព្រោះថាធ្វើអញ្ចឹងគឺធ្វើឲ្យបាត់បង់កិត្តិយសរបស់ប្រទេសជាតិយើងហើយបើនិយាយភាសាសាមញ្ញទៅគឺថាយើងកោភ្ញៀវទេសចរពេកចឹងទៅគេអត់ចង់មកលេងប្រទេសយើងទេចាហើយបន្ទាប់ពីនឹងទៀតក៏ខាងក្រសួងទេសចរតែងតែខំប្រឹងពង្រឹងសេវាកម្មទាំងខាងសេវាកម្មនៅខាងសន្តាគារសេវាកម្មខាងក្រុមហ៊ុនទេសចរដូចក្រុមហ៊ុន Airline ឬក៏ខាងឡានក្រុងអីចឹងណាអូនហ្នឹងហើយសេវាកម្មគឺវាសំខាន់ខ្លាំងមែនតើអញ្ចឹងក៏ពួកបង focus ទៅលើខាងផ្នែកនឹងច្រើនដែរហើយជាចុងក្រោយដោយសារតែសម័យ2025នេះគឺថាគឺយើង focus ទៅលើខាង digital ខ្លាំងមែនតើអញ្ចឹងទៅពួកបងឥឡូវហ្នឹងក៏ចាប់ផ្ដើមផ្សព្វផ្សាយពីប្រទេសយើងដូចជាមានតំបន់ទេសចរអីផ្សេងក្រៅពីខេត្តសៀមរាបអញ្ចឹងណាអូនដាក់លើប្រព័ន្ធអ៊ីនធឺណិតដូចជាមានដូចជាខាង Facebook ឬក៏ TikTok អីជាដើមដើម្បីបានឲ្យភ្ញៀវទេសចរទូទាំងពិភពលោកហ្នឹងគឺគាត់បានដឹងថាប្រទេសខ្មែរយើងមានអីគេខ្លះហើយមានអីគេខ្លះទៀតក្រៅពីខេត្តសៀមរាបអញ្ចឹងណាអូនអញ្ចឹងទៅធ្វើឲ្យភ្ញៀវទេសចរផ្សេងហ្នឹងគឺគាត់បានយល់ពីប្រទេសយើងឲ្យកាន់តែច្រើនអញ្ចឹងណាអូនសូមអរគុណបងដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីមកចែករំលែកព័ត៌មានមកទស្សនិកជនរបស់ខាងសារព័ត៌មានរបស់ពួកយើងចាអរគុណអូនជំរាបសួរលោកសូមជួយណែនាំខ្លួនដើម្បីឲ្យទស្សនិកជននៅតាមគេហដ្ឋានបានស្គាល់ផងអរគុណសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះរ៉ូសាហើយខ្ញុំជាម្ចាស់រោងចក្រកាត់ដេរនេះដែលមានទីតាំងនៅឯខេត្តកំពតរហូតមកដល់បច្ចុប្បន្ននេះរោងចក្រនេះត្រូវបានបង្កើតឡើងអស់រយៈពេលជាង10ឆ្នាំហើយខ្ញុំក៏បានជួបនៅរាល់ព្រឹត្តិការណ៍ទាំងនោះដែលអាជីវកម្មនេះបានជួបទាំងនោះមានដូចជាការរីកចម្រើនក៏ដូចជាការខ្វះខាតអីចឹងទៅហើយជាក់ស្ដែងមកដល់ពេលនេះរោងចក្រនេះក៏ត្រូវបានប៉ះពាល់ដែរដោយសារឥទ្ធិពលនៃអតិផរណានេះហើយថ្ងៃនេះខ្ញុំសូមយកនៅរបាយការណ៍អំពីផលប៉ះពាល់ទាំងនេះមកចែកជូនលោកអ្នកសូមអរគុណចំពោះការណែនាំខ្លួនដ៏ក្បោះក្បាយមួយនេះចូលសម្រាប់សំណួរដំបូងតើអ្វីខ្លះជាបទពិសោធន៍ឬជាមេរៀនសំខាន់ៗដែលលោកបានរៀនកន្លងមកក្នុងការគ្រប់គ្រងអាជីវកម្មនេះជាយូរឆ្នាំមកហើយតើមានបញ្ហាឬក៏ឧបសគ្គធំបំផុតណាមួយដែលឧស្សាហកម្មវិញ្ញាណភ័ណ្ឌនេះកំពុងតែប្រឈមមុខសប្តាហ៍ថ្ងៃនេះបាទអញ្ចឹងដែរសូមអរគុណសម្រាប់សំណួរមេរៀនសំខាន់ដែលខ្ញុំបានរៀននោះមានដូចជាការអត់ធ្មត់ការស្ដាប់ហើយក៏ដូចជាការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្រោមពេលដែលមានស្ថានភាពស្មុគស្មាញយ៉ាងដែរហើយជាការពិតណាស់ក្នុងការប្រកបអាជីវកម្មវិញ្ញាណភ័ណ្ឌគឺអ្វីៗគឺវាមិនស្ថិតស្ថេរនោះទេគឺវាតម្រូវឲ្យយើងបត់បែនទៅតាមការផ្លាស់ប្ដូរនៃទីផ្សារក៏ដូចជាបច្ចេកវិទ្យាហើយនិងភាពរអាក់រអួលឬភាពមិនប្រកបនៃសេដ្ឋកិច្ចអញ្ចឹងទៅហើយនេះការសហការជាមួយក្រុមការងារហើយនឹងការបង្កើតសេដ្ឋកិច្ចមួយដែលប្រកបដោយភាពចីរភាពគឺជាចំណុចសំខាន់មួយចំពោះបញ្ហាទី1នៃអតិផរណានោះគឺវាអាចបង្កើនថ្លៃដើមនៃការផលិតជាក់ស្ដែងដូចជាប្រេងឥន្ធនៈចឹងចុះដូចយើងសម្រាប់ការដឹកជញ្ជូនម្យ៉ាងវិញទៀតគឺវត្ថុធាតុដើមអញ្ចឹងពេលយើងនាំចូលមកសម្រាប់ការផលិតហើយម្យ៉ាងទៀតដោយសារកម្ពុជាក៏ជាប្រទេសមួយដែលមានកម្រិតដុល្លាររូបិយប័ណ្ណខ្ពស់ការប្រែប្រួលតម្លៃនៃប្រាក់ដុល្លារអាមេរិកហ្នឹងក៏អាចប៉ះពាល់បន្ថែមទៀតដល់ថ្លៃដើមជាពិសេសនោះគឺការកំណត់តម្លៃក្នុងទីផ្សារសកលហ្នឹងឯងហើយសម្ភារទាំងនេះតែងតែធ្វើឲ្យអ្នកនាំចេញហ្នឹងគាត់ដំឡើងថ្លៃដែលរួមចំណែកដល់តម្លៃនាំចេញហ្នឹងសម្រាប់គឺវាកើនឡើងកាន់តែខ្ពស់អញ្ចឹងតើលោកអាចចែករំលែកអំពីយុទ្ធសាស្ត្រណាមួយដែលបានប្រើដើម្បីបង្រួបបង្រួមផលប៉ះពាល់របស់អតិផរណាទៅលើអាជីវកម្មនេះបានដែរទេប្រកបណាស់យុទ្ធសាស្ត្រមួយដែលពួកយើងកំពុងតែធ្វើនោះគឺការវិនិយោគទៅលើឧបករណ៍សន្សំចៃថាមពលដោយឧទាហរណ៍អញ្ចឹងសប្តាហ៍ថ្ងៃនេះរោងចក្រពួកយើងបានមកពាក់នៅបច្ចេកវិទ្យាសូឡាដែលជួយកាត់បន្ថយនៅ
ថ្លៃអគ្គិសនីដែលយើងប្រើប្រាស់អញ្ចឹងទៅហើយម្យ៉ាងវិញទៀតពួកយើងក៏បានវិនិយោគយ៉ាងខ្លាំងក្លាទៅលើម៉ាស៊ីនធំៗដែលជួយជំរុញការផលិតហើយវាក៏អាចជួយកាត់បន្ថយការពឹងផ្អែកទៅលើកម្លាំងពលកម្មផងដែរម្យ៉ាងទៀតនោះការត្រួតពិនិត្យគុណភាពក៏បានកាត់បន្ថយការខ្ជះខ្ជាយនៅវត្ថុធាតុដើមតាមរយៈការធានាថារាល់កណាត់ទាំងអស់ដែលយើងបានយកមកហ្នឹងគឺវាត្រូវស្តង់ដារនៃដែលយើងបានកំណត់ ចឹងជាកិច្ចបញ្ចប់សូមអរគុណលោកដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងការចូលរួមកិច្ចសម្ភាសន៍ជាមួយនឹងពួកយើងនៅក្នុងថ្ងៃនេះបន្ទាប់ពីនេះចូលយើងមកជួបលោករតនាដែលជាកសិករខ្មែរមួយរូបដើម្បីរៀបរាប់អំពីផលប៉ះពាល់នៃអតិផរណាទៅលើកសិកម្មកម្ពុជាជំរាបសួរលោកជាដំបូងសូមលោកជួយណែនាំខ្លួនទៅកាន់ទស្សនិកជនទាំងអស់បាទខ្ញុំឈ្មោះរទ្ធីរតនាជាកសិករនៅខេត្តកំពង់ឆ្នាំងខ្ញុំបានធ្វើការក្នុងវិស័យនេះរយៈពេលប្រហែលជា20ឆ្នាំហើយខ្ញុំភាគច្រើនដាំបន្លែហើយនិងដាំស្រូវដើម្បីយកលក់នៅទីផ្សារហើយក៏ចិញ្ចឹមគ្រួសារខ្ញុំ ចឹងតើសប្តាហ៍ថ្ងៃនេះលោកបានជួបឬក៏ប្រទះឃើញទៅនឹងបញ្ហាអីគេខ្លះនៅក្នុងពេលធ្វើស្រែធ្វើចម្ការអីចឹង បញ្ហាដែលគួរឲ្យកត់សម្គាល់ខ្លាំងជាងគេគឺប្រហែលជាបញ្ហាអតិផរណាខ្ញុំបានឃើញថាអតិផរណានេះវាប៉ះពាល់ដល់វិស័យកសិកម្មខ្លាំងមែនទែន អញ្ចឹងនិយាយអំពីវិស័យកសិកម្មតើអតិផរណាបានធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះតែលោកបានជួបប្រទះផ្ទាល់ខ្លួនហ្មង កំណើនកសិកម្មត្រូវបានរងឥទ្ធិពលពីកត្តាជាច្រើនដែលទាក់ទងនឹងអតិផរណាឧទាហរណ៍ដូចជាកត្តាទូទៅនៃជំរុញអតិផរណាមានតម្លៃប្រេងឥន្ធនៈថ្លៃម្ហូបអាហារនិងការប្រើប្រាស់ប្រាក់ដុល្លារសុទ្ធតែអាចជះឥទ្ធិពលដល់ការវិស័យកសិកម្មតាមវិធីផ្សេងៗគ្នាការកើនឡើងនៃតម្លៃប្រេងឥន្ធនៈបង្កើនថ្លៃដឹកជញ្ជូននិងថ្លៃប្រព័ន្ធធារាសាស្ត្រដែលចាំបាច់សម្រាប់ការធ្វើកសិកម្មស្តីនឹងគ្នាដែរការកើនឡើងនៃថ្លៃម្ហូបអាហារបង្កើនថ្លៃរស់នៅសម្រាប់កសិករដែលអាចបង្កើនសម្ពាធសម្រាប់ការដំឡើងប្រាក់ឈ្នួលហើយទីបំផុតកាត់បន្ថយប្រាក់ចំណេញរបស់ពួកគាត់ការប្រើប្រាស់ប្រាក់ដុល្លារធ្វើឲ្យមានភាពមិនប្រកបវិជ្ជាជាមួយទៀតដោយសារការប្រែប្រួលនៃហាងឆេងធ្វើឲ្យប៉ះពាល់ដល់តម្លៃការនាំចូលសម្ភារៈដូចជាជីនិងថ្នាំសម្រាប់សត្វល្អិតទោះជាយ៉ាងណាក៏ដោយកត្តាទាំងនេះមិនមែនជាឥទ្ធិពលតែមួយគត់នោះទេវិស័យកសិកម្មក៏ត្រូវបានរងឥទ្ធិពលដោយលក្ខខណ្ឌអាកាសធាតុដូចជាគ្រោះរាំងស្ងួតឬក៏ទឹកជំនន់ខ្វះកង្វះកម្លាំងពលកម្មដោយសារការធ្វើចំណាក់ស្រុកឬចំនួនប្រជាជននៅជនបទមានវ័យចំណាស់ការប្រែប្រួលតម្លៃទំនិញសកលហើយនឹងមួយទៀតគឺគោលនយោបាយរបស់រដ្ឋាភិបាលនិងការឧបត្ថម្ភផ្សេងៗ អញ្ចឹងតើលោកដែលជាកសិករផ្ទាល់ហ្នឹងដោះស្រាយបញ្ហាទាំងនេះយ៉ាងដូចម្តេចខ្លះ ក្នុងឆ្នាំ2022នេះដែរវាពិតជាលំបាកខ្លាំងសម្រាប់កសិករក្នុងការគ្រប់គ្រងតម្លៃនៃសម្ភារៈនាំចូលក៏ដូចជាថ្លៃដើមនៃការទិញផលិតផលរបស់ពួកគេទាំងនេះគឺដោយសារអស្ថិរភាពនៃសេដ្ឋកិច្ចរួមទាំងទីផ្សារវត្ថុធាតុដើមបរិការពិភពលោកនិងការឡើងថ្លៃនៃតម្លៃផលិតកម្មហេតុនេះហើយពួកយើងជួបការលំបាកក៏ក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុទោះជាយ៉ាងណាក្តីផ្នែកដែលពួកគេអាចគ្រប់គ្រងបាននោះគឺជំរឿនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដែលក្នុងនោះមានដូចជាពេលវេលាណាដែលគួរទិញនិងអ្វីដែលត្រូវទិញព្រមទាំងថ្លៃនៃបំណុលដែលបានខ្ចីយុទ្ធសាស្ត្រ3ដែលអ្នកផលិតអាចប្រើប្រាស់ក្នុងកំឡុងពេលអតិផរណារួមមានការកំណត់នៅអត្រាការប្រាក់ថេរនិងការសន្សំប្រាក់ ចឹងជាចុងក្រោយសូមអរគុណលោកដែលបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយអំពីបញ្ហាអតិផរណាមួយនេះ បាទ និយាយជាសរុបឥទ្ធិពលនៃអតិផរណាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិស័យតែក៏ប្រជាជាតិនិងទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពីវិស័យវិញ្ញាណភ័ណ្ឌវិស័យទេសចរទៅដល់វិស័យកសិកម្មការកើនឡើងនៃវត្ថុធាតុដើមនិងសេវាកម្មបានធ្វើឲ្យការរស់នៅមានភាពលំបាកជាងមុនជាសង្ឃឹមថាការរាយការណ៍នៅថ្ងៃនេះបានចែករំលែកទាំងចំណេះដឹងនិងបទពិសោធន៍ពីសេដ្ឋកិច្ចកម្ពុជាក្រោមឥទ្ធិពលរបស់អតិផរណាសូមអរគុណសម្រាប់ការទស្សនានិងការស្ដាប់នៃខ្ញុំជួយចៅបរិណាសូមអរគុណនិងសូមគោរពលា